ជំរាបសួរនឹងសួស្តីបងប្អូនសាជាថ្មីចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលៀងវូដែលជាភាគទី118ចាប់ផ្ដើមនៃខ្សែរឿងនៃនិកាយឡៅសៃដែលពួកគេបានប្រើប្រាស់នៅក្បួនទម្រង់នៃខែការពារនិកាយទាំងមូលសិស្សជាច្រើននៅទីនោះក៏មានការភៀបអាលឹងលន់មាត់ថាពេលនេះនិកាយលៀងធានកំពុងតែព្យាយាមបំបែកក្បួនទម្រង់របស់យើងជាបន្តបន្ទាប់ដែលពេលនេះក្បួនទម្រង់ធម្មពលនៃខែការពារនៅសល់តែមួយស្រទាប់ទីតែប៉ុណ្ណោះដោយបរិមាណទៀតមិនភ័យខ្លាចនោះទេអោបដៃនិយាយថាពួកយើងមិនចាំបាច់ភ័យខ្លាចនោះឡើយព្រោះថាក្បួនទម្រង់នៃស្រទាប់មួយនេះត្រូវបានការពារនិកាយឡើងខ្សែរបស់យើងជាច្រើនដងមកហើយម្យ៉ាងទៀតឆាប់នៃនិកាយផ្សេងទៀតនឹងមកដល់ទីនេះដើម្បីជួយពួកយើងពេលនោះព្រឹទ្ធាចារ្យជាព្រះប្រតិយេស៊ូយ៉ាក៏បានមកដល់សម្លឹងមើលមិនតិចមិនក្រិចច្រើននេះទាំងពីរក៏បានប្រើប្រាស់នៅបច្ចេកទេសរៀងខ្លួនជាមួយនឹងដុំធម្មពលពីពេញកំដាប់ដៃទាសចូលទៅទាំងឡើងប្រេះក្បួនទម្រង់ការពារមួយនោះឈិនធាក៏បានបង្ហាញខ្លួនជាមួយនឹងគ្នារបស់គេមើលទៅមនុស្សនៅក្នុងនិកាយឡើងសើសតែកំសាដូចជាអណ្ដើកលាក់ខ្លួននៅក្នុងស្នូកមានហ៊ានបង្ហាញខ្លួនទៅតែសោះបន្ទាប់ពីស្ដាប់ឮបែបនោះគ្នារបស់ព្រឹទ្ធាយេស៊ូយ៉ងក៏បានបង្ហាញខ្លួនឡើងឈិនធានពួកយើងកំពុងតែស្វែងរកឯកល្មមប៉ុន្តែឯងបែរជាបង្ហាញខ្លួនដោយងាយនៅទីនេះទៅវិញឈិនធានក៏បានតបរឿងចាស់និងរឿងថ្មីជាមួយនឹងនិកាយឡើងសៃរបស់អ្នកគូតែដោះស្រាយរួមគ្នាទាំងអស់នៅក្នុងថ្ងៃនេះមិនឆានធម្មពលនៅក្នុងដៃលេខឡើងមកចំហាយធម្មពលដើរមុតស្រួចជាច្រើនទាសចូលទៅវាបំបែកក្បួនទម្រង់នៃខែការពារមួយនោះមិនទាន់ទាំងបានមួយដង្ហើមស្រួលបួលផងវាត្រូវបានខ្ទូតដាំងខ្ទេចធ្វើឲ្យក្រុមរបស់និកាយឡើងសៃក៏មានការភ្ញាក់ផ្អើលក្បួនទម្រង់ការពាររបស់យើងត្រូវបានខូចខាតអស់ហើយឈិនធានក៏បានបន្តនិយាយបន្តិចប៉ុន្តែមានន័យជ្រៅចាប់ពីពេលនេះតទៅមានឈ្មោះនិកាយឡើងសៃទីទេនៅក្នុងពិភពលោកមួយនេះដោយខ្លះមុំដៃក៏បានខ្សែបន្តិចហាដល់ពេលរបស់យើងម្ដងហើយនេះរកគ្នាសម្រុកចូលភ្លាមទៅមិនតបពីស្ដាប់ឮបែបនោះចាំអង្កលទៀតមនុស្សពីរក្រុមបានហោះសម្ដៅរកគ្នាបើការវិប្រហាដើម្បីរកដៃគូប្រកួតដែលស័ក្តិសមនឹងគ្នាអ្នកខ្លះប្រើប្រាស់កំដាប់ដៃដែលពោពេញទៅដោយចំហាយធម្មពលទប់រងគ្នាអ្នកខ្លះទៀតប្រើប្រាស់ធម្មពលដើរកាប់វិប្រហាឧហានបន្ទាប់ពីបញ្ចេញបច្ចេកទេសដើររហើយបានទាត់ព្រឹទ្ធាចារ្យនោះមួយជើងម៉ាំងខ្ទៀតប៉ើងហុយជោគចំណែកយន្តក៏បានហោះធាក់ពាក់មួយទៀតមួយជើងកណ្ដាលមុខពេញតែម្ដងឡើងវិកមាត់បន្តមិនឡាស់ទីយ៉ាងលឿនដេញវិប្រហាគ្នាពេញលឿននឹងព្រឹទ្ធាយេស៊ូយ៉ាក៏បាននិយាយទៅកាន់ឈិនធានពេលនេះក្បួនការពារទាំងអស់ដែលនៅលើភ្នំត្រូវបានកំទេចចោលអស់ហើយព្រឹទ្ធាចារ្យធំនៃនិកាយឡើងសៅនៅតែមិនទាន់បង្ហាញខ្លួនទៀតសម្លឹងទៅខាងក្រោមបន្តិចក៏មានការភ្ញាក់ផ្អើលមើលណោះដែលយើងក៏បានឃើញនៅចំកណ្ដាលនិកាយប្រេះចេញនៅចំហាយធម្មពលប្រយ័ត្នផងនេះគឺជាល្បិចរបស់ពួកគេពេលនោះធម្មពលដ៏ខ្លាំងក្លាក៏បានផ្ទុះចេញបាញ់ទៅខាងលើលំហយ៉ាងខ្មុះខ្មាញ់ធ្វើឲ្យអ្នកខ្លះដែលកំពុងតែប្រយុទ្ធគ្នាទាំងពីរក្រុមក៏បានដកថយរៀងខ្លួនសម្លឹងមើលដោយមានការភ្ញាក់ផ្អើលដោយព្រឹទ្ធាយេយូវូសុងក៏បានសប្បាយចិត្តនេះគឺជាអំណាចរបស់បុព្វបុរសយើងនៅទីបំផុតគាត់ក៏បានទទួលជោគជ័យពួកឯងទាំងអស់គ្នាច្បាស់ជាត្រូវស្លាប់ជាមិនខានព្រឹទ្ធាចារ្យជឿក៏បានសួរឈិនធានតើតាកាចាស់នោះកំពុងតែធ្វើអ្វីហើយអ្វីបានជាអាចបញ្ចេញនូវសម្ពាធធម្មពលដ៏ខ្លាំងក្លាបែបនេះដោយព្រឹទ្ធាចារ្យធំនៃនិកាយឡើងសៅក៏បានបង្ហាញខ្លួនឡើងនៅលើលំហខ្ញុំបានរស់នៅជាច្រើនឆ្នាំខានធ្វើសកម្មភាពសម្លាប់នរណាម្នាក់យូរណាស់មកហើយដូច្នេះពួកឯងគឺជាមនុស្សដំបូងដែលយើងត្រូវសម្លាប់នៅក្នុងថ្ងៃនេះពេលនោះព្រឹទ្ធាចារ្យនិងព្រឹទ្ធាយេស៊ូយ៉ាក៏បានបន្លាស់ទីមកប្រជុំមុខតាកាចាស់ខ្ញុំក៏ចង់ឃើញដែរថាលោកពឹងផ្អែកលើអ្វីដែលចង់សម្លាប់ពួកយើងដែលពួកគាត់ពេលនេះបានប្រើប្រាស់បច្ចេកទេសរួមគ្នាយិនហើយនឹងយ៉ាងដែលគឺជាធម្មពលឋានសួគ៌ហើយនឹងផែនដីបាញ់វាឡើងទៅលើលំហរួមបញ្ចូលគ្នាយ៉ាងខ្មុះខ្មាញ់ដែលបានគូចេញនៅផ្លែដើមមុតស្រួយវាប្រហាចូលទៅពេលនោះព្រឹទ្ធាចារ្យធំនៃនិកាយឡើងសៃក៏បានលន់មាត់ថាមានបច្ចេកទេសបន្តិចបន្តួចហ៊ានបង្ហាញនៅចំពោះមុខយើងផងគាត់ក៏បានលើកដៃស្រាលទៅទប់រងប៉ុន្តែខ្លាំងតែម្ដងធ្វើចំហាយធម្មពលដើមមួយស្រួយមួយនោះត្រូវបានបែកខ្ទេចឡើងលន់ដូចជាកញ្ចក់ព្រឹងធ្វើព្រឹទ្ធាចារ្យនិងព្រឹទ្ធាយេក៏បានខ្ទេចមកខាងក្រោយបន្តិចម្ដេចក៏តាកាចាស់ម្នាក់នោះស្រាប់តែមានកម្លាំងធម្មពលដ៏ខ្លាំងក្លាម្ល៉េះដោយព្រឹទ្ធាចារ្យធំនៃនិកាយឡើងសៅមិនបានឈប់ត្រឹមនឹងនោះទេក៏បានប្រើប្រាស់បច្ចេកទេសធម្មពលទម្លុះព្រះអាទិត្យដែលបានលីឡើងចំហាយធម្មពលបាត់ដៃដ៏ធំសម្បើមបញ្ជាចេញទៅវាប្រហាព្រឹទ្ធាចារ្យហើយនិងព្រឹទ្ធាយេក៏ព្យាយាមទប់រងដែរប៉ុន្តែមិនគ្រប់គ្រាន់ទេក៏បានខ្ទៀតប៉ាំងធ្លាក់ទៅខាងក្រោមហុយជោគហើយបីដូចជាត្រូវបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរពេលនោះឈិនធានបំរុងនឹងបើកការវាប្រហាទៅហើយប៉ុន្តែត្រូវគិតបន្តិចវាហាក់បីដូចជាមិនត្រឹមត្រូវទេតាមកម្រិតបច្ចុប្បន្នរបស់គេមិនគួរណាមានអំណាចធម្មពលដ៏ខ្លាំងក្លាបែបនេះនោះឡើយឬតែមិនដឹងថាអំណាចធម្មពលខាងញើរបស់គាត់ពេលនេះខ្លាំងក្លាប៉ុណ្ណានោះទេម្យ៉ាងទៀតចាប់តាំងពីគាត់បានបង្ហាញខ្លួននៅក្នុងលំហបង្គោលនោះគាត់មានហ៊ានរំកិលខ្លួនចេញនោះឡើយតែវាអាចមានអ្វីមួយយ៉ាងនៅខាងក្រោមដែរឬទេបន្ទាប់មកក៏បានបើកកែភ្នែកមិនសូវព្រានសម្លឹងមើលទៅខាងក្រោមនៃបង្គោលពន្លឺធម្មពលដែលបានបញ្ចេញមកធ្វើឈិនធានក៏បាននឹងខ្ញុំបានរកឃើញហើយព្រឹទ្ធាយេជួយទាញពេលវេលាឲ្យខ្ញុំមួយសន្ទុះសិនមករួចហើយឈិនធានក៏បានដកនៅព្រលឹងវិញ្ញាណរបស់គេចូលទៅខាងក្រោមដែលវាមានឈ្មោះថាគឺជាក្បួនអារ៉េផ្លូវវិញ្ញាណក្រោមដីបន្ទាប់ពីបានឃើញហើយឈិនធានក៏បាននិយាយជាមួយនឹងសរសៃខាងវិញ្ញាណដ៏ធំមួយនេះហើយដែលជួយបំពេញនូវធម្មពលដ៏ខ្លាំងក្លាទៅព្រឹទ្ធាចារ្យកាចាស់ម្នាក់នោះដែលសូម្បីតែព្រឹទ្ធាចារ្យជឿហើយនឹងព្រឹទ្ធាយេស៊ូយ៉ាងមិនអាចយកឈ្នះគេបានទោះតែសោះនៅឈិនធានក៏បានបញ្ចេញនូវធម្មពលនៅក្នុងកំដាប់ដៃទាំងពីរបង្វិលខ្លួនបន្តិចក្រោយវាចេញនូវធម្មពលដ៏ខ្លាំងក្លាវាប្រហាចូលទៅសរសៃវិញ្ញាណដែលនៅចំពោះមុខនោះលាន់លឺសូទៅដឹបដោយចំហាយធម្មពលវិញ្ញាណពណ៌ខ្មៅជាច្រើនកំពុងតែវាប្រហាជាមួយនឹងសំឡេងអាគ្មានល្ងងតែឯងមកពីណាជាមួយនឹងកម្លាំងធម្មពលដ៏ខ្សោយបែបនេះហ៊ានជ្រៀតជ្រែកជាមួយនឹងគ្រឹះនៃ
នេះកាយឡើងសៃផងមនុស្សដែលហ៊ានចូលមកក្នុងតំបន់ហាមឃាត់នេះត្រូវតែស្លាប់ដោយចំហាយធម្មពលវិញ្ញាណពណ៌ខ្មៅទាំងអស់នោះក៏បានហោះប្រតិសិនវិលខ្យល់ពេញនឹងទាំងអស់នេះគឺជាចំហាយអំណាចធម្មពលវិញ្ញាណបិសាចដែលពេលនោះវិញ្ញាណពណ៌ខ្មៅរបស់ព្រឹទ្ធាចារ្យក៏បានបង្ហាញខ្លួនឡើងជាមួយនឹងបច្ចេកទេសអាវុធដ៏មុតស្រួយវាប្រហារទៅរកជន្ធានបន្ទាប់ពីឃើញមនុស្សទូប្ររបស់យើងក៏បានបញ្ចេញដើរឡើងមកកាប់បំបែកចេញប៉ាំងវិញ្ញាណបិសាចពណ៌ខ្មៅក៏បានបន្លាស់ទីយ៉ាងលឿនមកបង្ហាញខ្លួននៅខាងក្រោយក្នុងជន្ធានវិញវាប្រហារពីខាងក្រោយប៉ុន្តែមិនជោគជ័យនោះទេដោយសារតែជន្ធានដឹងក៏បានប្រើប្រាស់ចំហាយធម្មពលចាប់ជាប់វាក៏បានរលាយចេញវិញ្ញាណខ្មៅជាច្រើនទៀតក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ប្រើប្រាស់ធម្មពលរបស់គេរៀងខ្លួនដើម្បីគ្រប់គ្រងទៅលើជន្ធានឡើងខ្មោះខ្មាញ់ដោយវិញ្ញាណមួយទៀតក៏បានបង្ហាញខ្លួននៅចំពោះមុខរបស់ជន្ធានឯងមិនអាចរស់នោះទេនៅក្នុងថ្ងៃនេះប៉ុន្តែទឹកមុខរបស់ជន្ធានបែរជាញញឹមបើកភ្នែកឡើងមកវិញបើលោកពិតជាវិញ្ញាណដូនតាពីអតីតកាលនៅទីនេះពិតមែនខ្ញុំក៏មានការខ្លាចបន្តិចបន្តួចដែរប៉ុន្តែនៅពេលនេះពួកឯងនៅសល់តែប្រលឹងវិញ្ញាណដែលសេះសល់តែប៉ុណ្ណោះដូច្នេះវាងាយស្រួលណាស់ក្នុងការខ្ញុំបង្ក្រាបប្រលឹងវិញ្ញាណអាក្រក់ទាំងអស់នេះណាជន្ធានក៏បានបំផ្ទុះនូវចំហាយធម្មពលបរិសុទ្ធដ៏ខ្លាំងក្លាធ្វើឲ្យវិញ្ញាណខ្មៅទាំងនោះក៏បានលន់មាត់ថាហេតុអ្វីបានជាពួកយើងមិនអាចបន្លាស់ទីរួចតែកំពុងតែធ្វើអ្វីមកលើពួកយើងជន្ធានក៏បានតបបន្តិចទៀតនឹងដឹងហើយតែពេលនោះទូប្ររបស់យើងកំពុងតែប្រើម្រាមពីគៀបនៅធម្មពលឡើងចាញ់ចាំងពេញនឹងគឺខ្ញុំត្រូវតែបោះសម្អាតកំតិចនៅវិញ្ញាណអាក្រក់របស់ពួកឯងផ្ទាត់វាចេញពីងប៉ុន្តែចំហាយនៃធម្មពលដ៏ខ្លាំងក្លាក៏បានស្លាយភាឡើងមកកំតិចនៅប្រលឹងវិញ្ញាណអាក្រក់ទាំងអស់នោះខ្ទេចបន្តចាក់បញ្ចូលនៅធម្មពលបរិសុទ្ធដើម្បីវាប្រហារចេញបំផ្លាញនៅសរសៃវិញ្ញាណដ៏ធំមួយនោះនៅខាងមុខចំណែកនៅខាងក្រៅព្រឹទ្ធាចារ្យធំនេះនៃកាយឡើងស្អែកក៏បានទិះចេញមួយដៃធ្វើឲ្យព្រឹទ្ធាចារ្យនិងព្រឹទ្ធាចារ្យក៏បានខ្ទេចប៉ាំងបុកនឹងភ្នំហុយជោគទោះបីជាឯងបានរកឃើញគ្រឿងនៃធម្មពលខ្ញុំក៏ដោយការចុះទៅរបស់ឯងគឺមានតែស្លាប់តែប៉ុណ្ណោះភ្លាមនោះគាត់ក៏បានសម្លឹងទៅខាងក្រោមហើយក៏បានដឹងថាសរសៃវិញ្ញាណដ៏ធំដែលជួយបន្ថែមនូវធម្មពលវិញ្ញាណរបស់គាត់ពេលនេះត្រូវបានបំផ្លាញតើនេះអាចទៅរួចដោយរបៀបណាពេលនោះគាត់ក៏បានសម្រុកចូលយ៉ាងលឿនដូចភ្នែកមិនតូសម្ដៅទៅរកឈិនធានដែលកំពុងតែអង្គុយបិទភ្នែកនៅខាងមុខដែលគាត់ក៏បានស្រែកថាបច្ចេកទេសពន្លឺអិនតនូទីសម្ដៅចូលទៅពេលមួយទៅមើងហៀបនឹងដល់ឈិនធានទៅហើយពេលនោះគេក៏បានបើកភ្នែកឡើងមកវិញជាមួយនឹងចំហាយធម្មពលបរិសុទ្ធឡើងខ្ពស់ខ្មាញ់ទប់រងពេលនោះព្រឹទ្ធាចារ្យធំនៃកាយឡើងស្វាយក៏បាននិយាយការបង្កើតសរសៃវិញ្ញាណហាមឃាត់នៅក្រោមដីដែលត្រូវបានស្រាវជ្រាវដោយពពុះពពាកបរោះនៃកាយឡើងស្វាយយើងដែលបានតពីមួយចំនួនទៅមួយចំនួនរត់មិនអស់តែឯងអាចបំបែកយ៉ាងងាយស្រួលដោយរបៀបណាឈិនធានក៏បានញញឹមបន្តិចហើយតបទៅវិញពពុះពពាកបរោះរបស់តាកាចាស់ឯងគឺអសមត្ថភាពខ្លាំងណាស់ដែលបានចំណាយពេលយ៉ាងច្រើនសម្រាប់ការបង្កើតឲ្យអត់ប្រយោជន៍បែបនោះគាត់វាដៃចេញជាមួយនឹងចំហាយធម្មពលតែបន្តិចធ្វើឲ្យព្រឹទ្ធាចារ្យធំក៏បានខ្ទេចប៉ះមកខាងក្រោយបន្ទាប់ពីស្ដាប់ឮពីសម្ដីរបស់ឈិនធានជេរប្រមាថពពាកបរោះគេបែបនោះលោកព្រឹទ្ធាចារ្យធំក៏បានខឹងយ៉ាងខ្លាំងសម្ដីដ៏ក្រក្លឿនរបស់ឯងសុំតែស្លាប់តែប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានប្រប្រាំបច្ចេកទេសដ៏ខ្លាំងក្លាជាមួយនឹងចំហាយធម្មពលពីពេញនឹងការវេត្រឡប់មកវិញរបស់មេឃីអេតស្រមោលបាញ់ចេញដ៏ខ្លាំងក្លាទៅវាប្រហារឈិនធានបន្ទាប់ពីឃើញបែបនោះឈិនធានក៏បានបញ្ចេញនៅដៃនៅក្នុងដៃចាក់បញ្ចូលនៅធម្មពលចាក់ចេញឡើងទៅខាងលើលំហបាញ់ចេញនៅចំហាយធម្មពលដ៏ខ្លាំងក្លាក៏វាចេញមួយចំហាយធម្មពលដើរទៅទប់រងវាក៏បានបន្តជ្រែកទៅវាប្រហារលោកព្រឹទ្ធាចារ្យធំទុំរំតែដឹងខ្លួនពេលនោះចំហាយធម្មពលដើររបស់ឈិនធានបានបំបែករាងកាយរបស់គាត់ទាំងមូលទៅហើយបន្ទាប់ពីឃើញលោកព្រឹទ្ធាចារ្យធំត្រូវបានស្លាប់ពេលនោះធ្វើព្រឹទ្ធាចារ្យយូវូសងអស់សង្ឃឹមឡើងទន់ជង្គង់ឌូដល់ដីសូម្បីតែយុវជនដែលស្នើអំណាចនៃកាយឡើងសាយក៏ដូចគ្នាលន់ជង្គង់ចោះវូឈិនគេបានសម្លាប់ព្រឹទ្ធាចារ្យធំរបស់យើងហើយពេលនោះកូនចៅរបស់គេជាច្រើនក៏បានចាច់ជើងគ្នាតែម្ដងរត់ឲ្យលឿនទៅឈិនធានដែរនៅក្នុងដៃចង្អុលចេញថាគ្មាននរណាម្នាក់អាចរួចផុតនោះទេគ្នានៃកាយលៀងធានក៏បានបន្លាស់ទីតាមបន្ទាប់មកឈិនធានក៏បានបន្លាស់ទីចុះមកខាងក្រោមដល់សម្ដៅទៅរកព្រឹទ្ធាចារ្យយូវូសងធ្វើនាងភ័យខ្លាចយ៉ាងខ្លាំងនឹងកែលខ្លួនទៅខាងក្រោយឈិនធានសូមលោកអត់ទោសឲ្យខ្ញុំផងផ្ដល់ឱកាសខ្ញុំម្ដងទៀតទៅដោយឈិនធានក៏បានសួររកបងស្រីជាដូនមួយរបស់នាងឈិនតើពេលនេះនាងនៅឯណាព្រឹទ្ធាចារ្យក៏បាននិយាយប្រាប់ខ្ញុំមិនដឹងនោះទេខ្ញុំមិនដែលបានឃើញនាងនោះឡើយបន្ទាប់ពីដកខ្លួនចេញពីនិកាយលៀងធានដោយឈិនធានហាក់បីដូចជាមិនជឿនោះឡើយផ្លាស់ដៃរបស់គេក៏បានមានចលនាធ្វើឲ្យយូវូសងរត់ទៅភ័យខ្លាចទេខ្ញុំមិនដឹងពិតមែនស្របពេលដែលមនុស្សមួយក្រុមទៀតហាក់បីដូចជាមានអំណាចគ្រាន់បើក៏បានស្រែកថាឈប់សិនដែលគាត់គឺជាព្រះអង្គម្ចាស់ទី2នៃទឹកដីទីក្រុងអន្តរធានវូពេលនោះយូវូសងនាងក៏បានស្រែកថាព្រះអង្គម្ចាស់ទី2ជួយខ្ញុំផងពេលនោះឈិនធានក៏បានប្រញាប់ប្រើប្រាស់ធម្មពលវាប្រហារលុះសូទៅជ្រួចចំកណ្ដាលថ្ងាសធ្លុះពីម្ខាងទៅម្ខាងស្លាប់តែម្ដងដោយបរិសម្នាក់ទៀតបំរុងរត់ទៅហើយឈិនធានតែសម្លាប់ទៀតធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់នៅក្បែរព្រះអង្គម្ចាស់ទី2ក៏បានលន់មាត់ថាឯងពិតជាហ៊ានមែនដែលសម្លាប់មនុស្សនៅចំពោះមុខយើងពេលនោះព្រះអង្គម្ចាស់ទី2ក៏បាននិយាយថាវូឈិនឯងហ៊ានសម្លាប់មនុស្សស្លូតត្រង់នៅចំពោះមុខយើងផងតើដឹងទេថានេះគឺជាអក្រិតកម្មរបស់ឯងឈិនធានងាកមកវិញក្រវាដៃចេញបន្តិចខ្ញុំកំតិចនេះកាយឡើងសាយតើវាយ៉ាងម៉េចឬមួយក៏ពួកអស់លោកចង់ទៅជាមួយនឹងគេដែរនឹងឲ្យបងប្អូនអ្នកនរគ្នាសាយរឿងភាគទី118របស់យើងក៏ដល់ទីបញ្ចប់ដែរក៏សូមអធិស្ឋានរាល់កុំមកកុសជងដែលបាននិយាយឡើងបាយ